សញ្ញាបត្រភាសាបារាំងនេះយើងត្រូវការឬក៏ចាំបាច់នៅក្នុងការដាក់អាហារូបករណ៍និងដាក់ពាក្យចូលរៀននៅថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យនៅប្រទេសបារាំងនេះគឺយ៉ាងហោចណាស់គឺយើងមាន niveau B2 ក៏ប៉ុន្តែវាអាស្រ័យទៅតាមជំនាញដែលបងប្អូនរៀនជំនាញខ្លះគឺគេទាមទារទាបជាងហ្នឹងជំនាញខ្លះគេទាមទារខ្ពស់ជាងហ្នឹងហើយជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ពេលយើងមាន niveau B2 គឺយើងរៀនពិបាកក្នុងការរៀនបន្តិចបន្តួចតើយើងខំរៀនខ្លាំងបន្តិចដើម្បីយើងអាចរៀនទាន់គេបានដូច្នេះសម្រាប់ការរៀនថ្នាក់ឧត្តមសិក្សាជាភាសាបារាំងនៅប្រទេសបារាំងនេះខ្ញុំរៀបកំណត់ឲ្យបងប្អូនមានកម្រិតភាសានឹងមានរហូតដល់ C1 ហើយហេតុផលដែលបងប្អូនត្រូវការមានកម្រិតរហូតដល់ C1 នេះគឺដោយសារតែបងប្អូនត្រូវការប្រើប្រាស់វានៅកម្រិតមួយគេហៅថាកម្រិតឧត្តមសិក្សាកម្រិតគេហៅថា academic អញ្ចឹងគឺការប្រើប្រាស់ភាសានឹងគឺមានជម្រៅជាងការប្រើប្រាស់ប្រចាំថ្ងៃឧទាហរណ៍យើងត្រូវធ្វើបទបង្ហាញបែបស្រាវជ្រាវទៅកាន់សាស្ត្រាចារ្យរបស់យើងត្រូវធ្វើការងារជាក្រុមយើងត្រូវការវិភាគទិន្នន័យឬក៏វិភាគអត្ថបទទៅតាមជំនាញរបស់យើងជាក់ស្ដែងហើយជាពិសេសទៀតនោះគឺយើងត្រូវការសរសេរសារណាជាភាសាបារាំងហើយជាបទសោតរបស់ខ្ញុំយល់ឃើញថាបើសិនជាយើងមានត្រឹម niveau B2 គឺយើងមានផលវិបាកខ្លាំងមែនទែនក្នុងការរៀនថ្នាក់ឧត្តមសិក្សានៅប្រទេសបារាំងនេះព្រោះថាការបញ្យល់របស់គ្រូទាំងអស់គឺគាត់បញ្យល់ជាភាសាបារាំងហើយគាត់បញ្យល់បែបឲ្យជនជាតិបារាំងគ្នាគាត់គឺគាត់មិនមែនសំដៅសម្រាប់យើងជាជនជាតិបរទេសទេអញ្ចឹងគឺគាត់បញ្យល់បែបធម្មជាតិរបស់គាត់អញ្ចឹងបើសិនយើងមានត្រឹម niveau B2 យើងពិបាកចាប់សេចក្តីដែលគាត់និយាយឲ្យ summarize ហើយយើងកត់ note taking note គឺយើងមានផលវិបាកខ្លាំងមែនទែនដូច្នេះនៅពេលណាយើងស្ដាប់គាត់អត់យល់ taking note អត់បានអញ្ចឹងការប្រឡងរបស់យើងក៏វាមានផលវិបាកតាមនឹងដែរអញ្ចឹងដូច្នេះខ្ញុំសូមលើកចិត្តដល់បងប្អូនអរគ្នាពង្រឹងភាសាឲ្យបានកាន់តែខ្ពស់តាមអាចធ្វើទៅបានមុននឹងមកដល់បារាំងនេះ